នេះជាវីដេអូដែលខ្ញុំបានធ្វើដំណើរទៅលេងនៅខាងកោះដាច់ដែលជាដីកោះមួយនៅជាយក្រុងភ្នំពេញរបស់យើងហើយខ្ញុំធ្វើដំណើរចេញពីភ្នំពេញទៅបើគិតពីវងមូលព្រំខាងជ្រោយចង្វានេះគឺខ្ញុំជិះម៉ូតូប្រហែលជា15នាទីទេគឺទៅដល់ខាងកំពង់ចម្លងហើយខ្ញុំជិះសាឡាងមួយផ្លែទៅក៏បានទៅដល់ទឹកដីកោះដាច់ទៅកាលពិតទៅខ្ញុំធ្លាប់ទៅម្ដងហើយកាលពីមួយឆ្នាំមុនខ្ញុំចូលចិត្តបរិបទនៅនោះមែនតើគឺការរស់នៅបែបអ្នកភូមិអ្នកស្រុកហ្មងអត់អ៊ូអរទេវាមានលក្ខណៈស្ងប់ស្ងាត់អត់ដូចនៅក្នុងទីក្រុងភ្នំពេញយើងហ្មងទេហើយនៅនោះខ្ញុំសង្កេតឃើញមានផ្ទះខ្មែរចាស់ច្រើននៅនោះហើយនៅស្អាតធំមែនតើនៅនោះហើយក៏ជិះទៅកន្លែងនេះក៏ឃើញកន្លែងគាត់លក់ទឹកត្នោតតំណងក៏ចូលទិញទឹកត្នោតផឹកទៅហើយដោយសារចូលចិត្តផងពីមុនអាសាផឹកហើយទឹកត្នោតវាឆ្ងាញ់មែនតើអាចថាទៅពីព្រឹកទៅវានៅស្រស់ថ្មីអញ្ចឹងហ្នឹងហើយចំពោះកន្លែងនេះច្រាំងទន្លេនេះគឺអាចចុះមកដល់ក្រោមបានខ្ញុំឃើញហ្នឹងក៏ចុះចូលមកឈរលេងនៅមាត់ទឹកអញ្ចឹងទៅហើយថតរូបថតអីបានខ្លះដែរនៅក្នុងនៅកោះដាច់នេះគឺអត់តូចទេគឺធំណាស់ខ្ញុំជិះម៉ូតូមកយូរហើយបើអត់សពផងជិះហ្នឹងហើយសង្កេតឃើញនៅហ្នឹងមានវត្តអារាមច្រើនកន្លែងផ្សេងគ្នាហើយវត្តនេះខ្ញុំចាប់អារម្មណ៍ព្រះអង្គធំនេះគឺធំមែនទែនកម្ពស់មិនក្រោម5ម៉ែត្រទេហើយព្រះអង្គផ្ទុំនេះប្រហែលជាបដោយប្រហែលជា7ឬ8ម៉ែត្រចំពោះវត្តនេះប្រហែលជាមានអាយុកាលយូរហើយខ្ញុំសង្កេតមើលកាលបច្ឆេទនៅលើចាត់ដីគឺមានអាយុយូរឆ្នាំមែនទែនការរស់នៅហ្នឹងគឺមានសាលារៀនមានអីផ្ទះអ្នកភូមិលក់ដូរតាមផ្ទះតាមអីចឹងផ្ទះខ្លះក៏ផលិតហូលធ្វើអីចឹងទៅហើយមានដីចកាមានអីដាំដំណាំមានអីចឹងទៅហើយខ្ញុំជិះយូរទៅរៀងក្តៅថ្ងៃដែរក៏ចូលផឹកកាហ្វេផ្លែតនៅនោះក៏មានកាហ្វេគេបើកស្អាតដែរនៅនោះហើយក៏ជិះម៉ូតូបន្តទៀតទៅឆ្លងស្ពាននេះគឺទៅខាងកោះអុកញ៉ាតៃកោះនេះអ្នកនរគ្នាប្រហែលស្គាល់ហើយតួមិននេះក៏ធ្លាប់ឮតាមចម្រៀងដែរបទហ្នឹងគឺល្បីហ្នឹងហើយនៅក្នុងសង្កេតឃើញមានដីចកាធំច្រើននៅកោះអុកញ៉ាតៃនេះគឺវាច្រើនមើលទៅតាមខ្ញុំឃើញគឺច្រើនជាងខាងកោះដាច់ហ្នឹងតាមខ្ញុំយល់ឃើញហើយក៏ជិះទៅក៏បានទៅដល់កន្លែងដែលគេផលិតហូលផលិតធ្វើសូត្រធ្វើអីចឹងទៅនេះកន្លែងនេះគឺល្អមែនតើដែលយើងចង់ទៅស្វែងយល់អីគឺស្វែងយល់នៅនេះបានគេមានតាំងពីការចំតកៅនាងតាំងពីដំបូងមកហើយយើងមានចម្ងល់អីគឺយើងអាចសួរគាត់បាននៅក្នុងមានគេអ្នកចាំបញ្យល់យើងអញ្ចឹងទៅហើយនៅក្នុងវាមាន landscape មានអីគេរៀបចំស្អាតនៅក្នុងហើយផលិតផលដែលគេផលិតបាននេះគឺគេតាំងនៅកន្លែងហ្នឹងដូចគ្នាហើយក៏យើងអាចទិញយកប្រើប្រាស់បានដែរការរៀបចំនៅហ្នឹងដីគេធំគេមានកន្លែងថតរូបមានជាសួនមានអីចំសัตว์ចំអីហើយខ្ញុំអង្គុយលេងនៅហ្នឹងស្រៀងស្ងាត់ដែរខ្ញុំចូលចិត្តដូចនេះអញ្ចឹងខ្ញុំដើរមកឃើញកង្កោកនេះគឺចំពេលវាអួតបើកកតុយអស់ស្អាតមែនតើខ្ញុំតែឃើញពេលដែលវាបើកអស់អញ្ចឹងហ្នឹងហើយក៏អង្គុយលេងនៅក្នុងម៉ាស្ទូទៅរៀងងាយតិចក៏ត្រឡប់ទៅផ្ទះវិញហ្នឹងហើយមានតែប៉ុណ្្នឹងឯង